គេហៅថាជាផ្នែកមួយដែលមាននៅក្នុងជំនឿប្រជាប្រិយរបស់ប្រទេសថៃជាពិសេសនៅតំបន់អ៊ីសានជាផ្នែកដែលញ៉ាំអាហារសាច់ឆៅដោយមានជំនឿថាផ្នែកបុកកើតឡើងពីអ្នកដែលមានវិទ្យាសាស្ត្រតាមរយៈអាថ៌កំបាំងដែលអាចប្រើមន្តអាគមដើម្បីបំផ្លាញឬបំផ្លាញជីវិតអ្នកដទៃបានដូចជាការធ្វើស្នេហ៍យាភ្លាត់សេកស្បែកគោសេកដែកចូលក្នុងពុះឬការប្រើប្រាស់មន្តអាគមដើម្បីបញ្ជាភ្នែកឬវិញ្ញាណឲ្យចូលទៅស៊ីងឬធ្វើអ្វីដែលខ្លួនចង់បានមនុស្សទាំងនេះតែងតែមានការហាមឃាត់ឬការប្រព្រឹត្តតាមដែលត្រូវគោរពហើយប្រសិនបើមានការរំលោភបំពានឬធ្វើខុសនឹងការប្រព្រឹត្តនោះនឹងបណ្ដាលឲ្យមានទោសធ្ងន់និងអាចក្លាយជាបាបបាននៅចុងក្រោយដែលអ្នកដែលក្លាយជាបាបអាចជាបានទាំងស្រីនិងបុរសបំបែកជាភ្នែកដែលគ្មានរាងកាយដូចជាក្រសួលឬកង្កីប៉ុន្តែបាបគឺជាវិញ្ញាណដែលមានទស្សនៈខុសហើយវានឹងចូលស្ថិតក្នុងរាងកាយនៃមនុស្សដែលជាសារព័ត៌មានហើយប្រើប្រាស់រាងកាយឬរូបរាងនៃមនុស្សនោះដើម្បីធ្វើសកម្មភាពអាក្រក់ផ្សេងហើយជឿថាបើវិញ្ញាណបាបចូលស្ថិតក្នុងនរណាម្នាក់វានឹងស៊ីថ្លើមតម្រង់ពោះវៀនរបស់អ្នកដែលត្រូវស្ថិតរហូតដល់ស្លាប់អ្នកដែលត្រូវបានស៊ីនោះនឹងគេងស្លាប់ដូចជាការគេងធម្មតាដោយគ្មានរបួសអ្វីដែលអាចឃើញបានដូច្នេះវាត្រូវបានគេហៅថាស្លាប់ដោយសារការគេងតាមពុទ្ធប្រវត្តិបានបញ្ជាក់ថាវិជាដែលជាមន្តអាគមខ្មៅទាំងនេះសុទ្ធតែជាវិជាដែលមិនល្អទាំងអស់ដែលធ្វើឲ្យអ្នកដែលមានអាគមត្រូវតែមានការហាមឃាត់ឬការប្រព្រឹត្តតាមជានិច្ចហើយចាំបាច់ណាស់ដែលត្រូវប្រុងប្រយ័ត្នមិនឲ្យមានការរំលោភលើការហាមឃាត់នោះដោយខាតប្រសិនបើមានការរំលោភឬការធ្វើខុសលើការប្រព្រឹត្តអ្នកអ៊ីសាននឹងហៅថាកាឡំឬខុសគ្រូដែលនាំឲ្យមានទោសធ្ងន់និងវិញ្ញាណរបស់គ្រូធំនឹងដាក់ទោសអ្នកដែលរំលោភលើការប្រព្រឹត្តដោយបញ្ជាឲ្យទៅជាភ្នែកបាបឬអាចមើលបានពីមុំមួយផ្សេងទៀតគឺអ្នកដែលក្លាយជាភ្នែកបាបបាននោះត្រូវតែជាអ្នកមានវិជ្ជាអាគមយ៉ាងខ្លាំងនិងប្រើអាថ៌កំបាំងនោះទៅធ្វើបាបអ្នកដទៃដោយមិនខ្លាចបាបរហូតដល់ការធ្វើអំពើអាក្រក់ជាប្រចាំរហូតដល់អាថ៌កំបាំងនៃអាថ៌កំបាំងវិលត្រឡប់មកធ្វើបាបខ្លួនឯងរហូតក្លាយជាភ្នែកបាបចុងក្រោយតាមសម្រស់នៃការជឿជាក់អំពីភ្នែកបាបគេបានរកឃើញថាអាចបែងចែកបានជាច្រើនប្រភេទផ្សេងគ្នាភ្នែកបាបធម្មតាគឺជាមនុស្សដែលមានខ្លួនរបស់ភ្នែកបាបស្ថិតនៅហើយនៅពេលដែលបុគ្គលទាំងនេះស្លាប់ភ្នែកបាបដែលស្ថិតនៅក្នុងខ្លួននឹងរលាយបាត់ទៅជាមួយភ្នែកបាបជាតិសាសន៍គឺថាប្រសិនបើនៅក្នុងគ្រួសារណាមួយដែលមានឪពុកម្ដាយជាភ្នែកបាបនៅពេលដែលពួកគេស្លាប់កូនចៅនឹងត្រូវបន្តជាតិសាសន៍នៃការជាភ្នែកបាបបន្តទៅទៀតឬនៅក្នុងន័យមួយផ្សេងទៀតវាអាចជាការបន្តតាមមេរោគតែមិនថាចង់ឬមិនចង់ក៏ដោយត្រូវទទួលបន្តគ្នាទៅមិនមានថ្ងៃបញ្ចប់ភ្នែកបាបប្រភេទដំបូងគឺជាភ្នែកបាបដែលមានភាពច្បាស់លាស់និងចូលចិត្តបោះបង់កំហុសទៅឲ្យអ្នកដទៃនេះគឺថានៅពេលដែលភ្នែកបាបប្រភេទនេះចូលទៅស្ថិតនៅក្នុងនរណាម្នាក់មុនពេលដែលត្រូវសួរថាមាននរណាដែលចិញ្ចឹមភ្នែកបាបប្រភេទនេះភ្នែកបាបប្រភេទនេះតែងតែបដិសេធមិនប្រាប់ការពិតទេប៉ុន្តែតែងតែបន្ទោសនរណាម្នាក់នោះដោយអ្នកដែលត្រូវបាននិយាយដល់មិនដឹងអ្វីទាំងអស់ខ្មោចបុបកក់អូឬខ្មោចបុបដែលមិនព្រមនិយាយរហូតដល់មាននរណាម្នាក់សួរឬរហូតដល់មានបងប្អូនយកគ្រូខ្មោចមកបណ្ដេញខ្មោចបុបទើបខ្មោចបុបនោះព្រមបើកមាត់និយាយពិតថានរណាដែលថែរក្សាខ្មោចបុបនេះឬមាននរណាប្រើប្រាស់ឲ្យមកស៊ីងដែលនៅក្នុងគេសាយសានពាក្យថាកឹកនោះមានន័យថាល្ងងនោះឯងនៅក្នុងតំបន់ខ្លះនៃភាគសាននិងភាគខាងជើងក៏មានជំនឿអំពីឆ្កែខ្មៅផងដែរដោយជំនឿថាវាជាឆ្កែធំមួយដែលមានរោមពណ៌ខ្មៅនិងមានភ្នែកពណ៌ក្រហមមានលក្ខណៈសាហាវជាញឹកញាប់និងលេចឡើងនៅតាមផ្លូវជំនឿថាវាជារូបរាងបំលែងរបស់បុប្ផាឬជាសត្វដែលបុប្ផាផ្ទុកដើម្បីរកអាហារក្នុងពេលយប់ប្រសិនបើឆ្កែខ្មៅញ៉ាំអាហារពេញម្ហូប
ម្ចាស់របស់វាក៏នឹងពេញដូចគ្នាប៉ុន្តែពេលណាដែលឆ្កែខ្មែរឈឺម្ចាស់របស់វាក៏នឹងឈឺដូចគ្នាផងដែរគេបាននិយាយថាវាជាវិជាមិនល្អតាមរឿងព្រេងបាននិយាយថាធីបុបគឺជាភីប្រភេទយក្សតែស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាវវេស្សវណ្ណដែលបានចូលមកស៊ីងរាងមនុស្សដើម្បីស្នាក់នៅក្នុងរាងមនុស្សហើយញ៉ាំអាហារជាពិសេសអាហារស្រស់អាហារសាច់ឬសត្វរស់ដូចជាធ្វើការបំបែកកសត្វទានិងមាន់ក្នុងទ្រុងញ៉ាំឬស្នាក់នៅក្នុងរាងដូចជារូបស្រស់និងចូលស៊ីងរាងមនុស្សដែលមានវិបាកកម្មផ្លូវនេះគឺអតីតកាលធ្លាប់គោរពភីជាកន្លែងពឹងពាក់និងនឹកឃើញពេលមានទុក្ខរហូតដល់ជាប្រពៃណីទម្លាប់បន្តអនុវត្តជាបន្តមានចិត្តភ្ជាប់ជាមួយភីមានកម្មធ្វើបាបសត្វស្លាប់ធ្វើពិធីបូជាភីម្ដងក៏សម្លាប់សត្វតូចដូចជាទាមាន់ម្ដងក៏សម្លាប់សត្វធំដូចជាគោក្របីជាដើមលក្ខណៈរបស់មនុស្សដែលត្រូវឈួតបិសាចចូលស្រុកអ៊ីសានតែងហៅអ្នកដែលត្រូវឈួតបិសាចចូលថាបិសាចចូលដោយនឹងមានលក្ខណៈអាការៈខុសគ្នាដូចជាមនុស្សខ្លះនឹងបង្ហាញលក្ខណៈអាការៈកាចសាហាវមនុស្សខ្លះអាចនឹងកេងស្រពោលដូចជាមនុស្សឈឺឬមានគ្រុនក្តៅត្រជាក់ប៉ុន្តែមនុស្សខ្លះក៏អាចនឹងយំស្រក់ទឹកភ្នែកនិងនិយាយអ្វីផ្សេងគ្នាហើយលក្ខណៈមួយទៀតដែលអាចឃើញបានជាទូទៅគឺអ្នកដែលត្រូវឈួតបិសាចចូលតែងតែស្វែងរកអាហារដែលឆៅឆ្អិនដូចជាដំរីសាច់ជ្រូកដំរីសាច់មាន់ពេលបានញ៉ាំក៏នឹងបង្ហាញភាពលោភលន់ឲ្យមនុស្សបានឃើញហើយអាចញ៉ាំបានច្រើនជាងធម្មតាតែពេលដែលសាច់ញាតិដឹងថាមនុស្សជំងឺនោះកំពុងត្រូវបិសាចចូលតែងតែទៅហៅគ្រូពេទ្យខ្មោចឲ្យមកជួយបណ្ដេញប្រភពដើមនៃបិសាចកម្មជំនឿគេថាបិសាចដែលមនុស្សបុរាណឬមនុស្សក្នុងសម័យបច្ចុប្បន្នជួបជាធម្មតានោះភាគច្រើនជាអារក្សបិសាចដែលកើតចេញពីមនុស្សដែលរៀនវិជ្ជាបិសាចហើយស្លាប់ទៅហើយជាភាគច្រើននៅពេលដែលនៅរស់គេបានភ្ជាប់ខ្លួនជាប់នឹងវិជ្ជាយ៉ាងណាពេលស្លាប់ពីលោកនេះទៅក៏នៅតែដូច្នោះដូចជានៅតែចង់ញ៉ាំសាច់ឆៅអាហារខាងក្នុងស្រស់ដូច្នេះបានស្វែងរកវិធីចូលស៊ីមនុស្សដើម្បីប្រើប្រាស់រាននោះក្នុងការស្វែងរកអាហារឆៅស្រស់បន្តទៀតមានសភាពស្រដៀងនឹងសំភុយសីឬអសរកាយតែព្រាយបាបទាំងនេះពេលបានបញ្ចេញសេចក្តីសប្បុរសទៅឲ្យនិយាយបណ្ដេញក៏នឹងចេញបានងាយជាងពួកដែលបានរៀនវិជ្ជាហើយខ្លាចជាព្រាយបាបឬក្រុមដែលមានការបន្តពូជពិតប្រាកដប្រសិនបើនៅពេលដែលនៅរស់នៅមានវិជ្ជាអាគមច្រើននិងមានចិត្តរឹងមាំធម៌ពលចិត្តខ្ពស់និងបណ្ដេញបានលំបាកហើយព្រាយបាបដែលអាចយកជីវិតមនុស្សដែលមានវិនាសកម្មនោះបានគេហៅថាព្រាយបាបជាកម្មនីវិនាសខ្មោចប្រភេទនេះអាចធ្វើបុណ្យនិងចែកបុណ្យដល់អ្នកដទៃហើយអាចអត់ទោសឲ្យអ្នកដទៃបានហើយអ្នកទស្សនាទាំងអស់អ្នកមានជំនឿរឿងព្រាយបាបដែរឬទេឬធ្លាប់ជួបប្រទះហេតុការណ៍ដែលពាក់ព័ន្ធនឹងព្រាយបាបយ៉ាងដូចម្តេចខ្លះសូមមតិយោបល់និងចែករំលែករឿងរ៉ាវនិងបទពិសោធន៍របស់អ្នកបាន